មិត្តភ័ក្តិរបស់លោកប៉ាគឺជាឪពុកបង្ការរបស់គេមែនទេពិតមែនហើយជានិច្ចកាលគេតែងតែបានជួយទំនុកបំរុងប៉ារហូតដល់ប៉ារៀនចប់ហើយគឺឪពុកគេនេះឯងហើយដែលបានណែនាំប៉ាឲ្យជួបនឹងម្ដាយរបស់កូនដែលពេលនោះលោកយាយខាងម្ដាយរបស់កូនគឺជាអ្នកមានម្នាក់នៅក្នុងទីក្រុងភ្នំពេញហើយគាត់នោះក៏មានកូនស្រីតែម្នាក់គត់ក្រោយពីប៉ាបានរៀបការរួចនោះលោកយាយខាងម្ដាយរបស់កូនក៏បានលាចាកលោកទៅដោយបន្សល់ទុកនៅមុខរបរព្រមទាំងមានប្រាក់មួយចំនួនដើម្បីឲ្យប៉ានេះមានឱកាសបន្តការរកស៊ីតាំងពីបាត់ដៃទៅទេរហូតមានកោកញ្ចាស់មួយហើយទម្លាប់មិនមានថ្ងៃនេះវាមិនជាការងារនោះទេកូនហើយអ្វីដែលធ្វើឲ្យមុខរបររបស់ប៉ាកាន់តែមានការកាក់កបនោះគឺចាប់តាំងពីរាជរដ្ឋាភិបាលយើងបានបើកជើងមេឃឲ្យមានទីផ្សារសេរីហើយអ្វីដែលប៉ាមាននេះគឺបានមកដោយសារកម្លាំងញើសឈាមរបស់ប៉ានឹងហើយកូនណាប្រហែលជាមិនធ្លាប់ឆ្លងកាត់ពីការលំបាកនោះទេព្រោះនៅពេលដែលកូនធំឡើងមកគឺចំពេលដែលប្រទេសជាតិរីកចម្រើនហើយក៏មានសុខសន្តិភាពពេញផ្ទៃប្រទេសកូនប្រហែលជាមិនធ្លាប់ឆ្លងកាត់នៅជីវិតជាក្មេងកំព្រានោះទេអញ្ចឹងហើយណាទើបបានជាប៉ានេះត្រូវតែបកស្រាយខ្លះដើម្បីឲ្យកូនបានយល់ហើយឥឡូវនេះណារិទ្ធគឺគ្មានសេះសល់អ្វីទៀតទេគឺមានតែប៉ាម្នាក់ប៉ុណ្ណោះដែលអាចជួយគេបានយើងធ្លាប់ជំពាក់គុណគេដូច្នេះណាយើងត្រូវយកគុណមកសងគេវិញហើយកុំទៅស្អប់គេអីណាកូនការពិតទៅនេះម្នាក់នោះជាមនុស្សរបស់លោកប៉ាន់តាអញ្ចឹងហើយតើបានជាសម្ដីមិនខ្លាចក្រែងស្លាប់ហើយលោកប៉ាធ្លាប់ជំពាក់គុណឪពុកម្ដាយរបស់គេថែមទៀតផងមើលទៅប្រហែលជាបានចិត្តបន្តិចទេលោកពូខ្ញុំមកដល់ហើយល្អហើយមករកកន្លែងអង្គុយសិនទៅអរគុណលោកពូចាប់ពីពេលនេះតទៅខ្ញុំសង្ឃឹមថាអ្នកទាំងពីរនឹងបានស្គាល់គ្នាហើយក៏គ្មានរឿងបន្ទុះសារាយដោយកាលពីមុនទៀតដែរនេសាក៏ដូចគ្នាពិតមែនតែកូនមានឈ្មោះថាជាកូនរបស់ប៉ាតែកូននេះក៏មិនត្រូវធ្វើអ្វីមួយដែលមិនសមគួរទៅលើរិទ្ធនោះដែរហើយប៉ានេះកំពុងតែមានគំនិតចង់បណ្ដុះបណ្ដាលរិទ្ធឲ្យខ្លាចទៅជាមនុស្សម្នាក់ផ្សេងពីនេះទៅទៀតមនុស្សយើងណាគឺត្រូវតែមានការវិវត្តទៅមុខវាមិនទៅនៅនឹងមួយកន្លែងនោះទេហើយនេះក្មួយរិទ្ធមានអ្វីចង់និយាយក៏ឆាប់និយាយទៅពូមិនថាអីទេតើខ្ញុំនៅទីនេះបាទចំពោះខ្ញុំគ្មានអ្វីក្រៅពីអរគុណចំពោះលោកពូដែលមានសន្តានចិត្តមកលើខ្ញុំនោះទេហើយខ្ញុំនេះក៏សូមទោសអ្នកនាងរីសាគ្រប់យ៉ាងចំពោះអ្វីដែលបានកើតឡើងនេះមកសុំទោសខ្ញុំធ្វើអីទៅក្រោយនេះបាននិយាយរួចហើយថានេះនឹងមិនសុំទោសខ្ញុំម្ដងទៀតទេឬមួយក៏ចង់យកបងនៅចំពោះមុខលោកប៉ារបស់ខ្ញុំនីសាមិនក៏លោកបែបនេះទៀតហើយក្នុងនាមប៉ាជាមនុស្សចាស់ប៉ាចង់ឲ្យកូនបំភ្លេចរឿងកាលពីថ្ងៃមុនអស់ទៅហើយនេះដូចគេបានសុំទោសកូននៅចំពោះមុខប៉ារួចទៅហើយណែឯងទាំងពីរនេះណាគឺប៉ានឹងមានការប្រើឲ្យធ្វើការងារជាមួយគ្នាជាច្រើនទៀតណានេះលោកប៉ាមានប្រសាសន៍ថាម៉េចហ្នឹងខ្ញុំណាមានមិត្តភក្តិល្អច្រើនណាស់ខ្ញុំមិនចង់ពឹងឬក៏ទំនាក់ទំនងស្អីជាមួយនឹងគេម្នាក់នេះទេធ្វើចិត្តឲ្យស្ងប់បន្តិចទៅនីសាប៉ាគិតថាកូននេះ
នៅតែប្រកាន់ជាក្មេងមិនព្រមធំតទៅសោះទៅចង់លេងខំទៀតឡើយសូមផ្ដល់ឱកាសសាងអមបានខ្លាំងណាប់ប្រលឹងចាញ់ហាងស្នេហ៍ប្រលែងខឹងបេះដូងមួយនឹងទន្ទឹងរង់ចាំសូមចាញ់គ្រប់យ៉ាងមានស្ដីបន្ទោសអីដល់ខ្ញុំដែរអត់គឺព្រោះតែបែបនេះតែបានជាគេម្នាក់នោះខុសពីអ្នកដទៃពេលនេះណាលោកប៉ាមានមនុស្សដែលគាត់ត្រូវចែករំលែកសេចក្តីស្រឡាញ់ម្នាក់ទៀតហើយមិនដឹងមានដឹងដែរអត់គឺដឹងខ្លះៗដែរនឹងណានេះបានសេចក្តីថាម៉ែក៏ដឹងរឿងរបស់មេកាម្នាក់នោះដែរមែនទេតែហេតុអីបានជាម៉ែមិននិយាយប្រាប់ខ្ញុំអ្នកណាទៅហ៊ានទៅបើលោកប្រុសមិនអនុញ្ញាតឲ្យនិយាយប្រាប់រួចនេះបន្ទាប់ពីបានដឹងការពិតហើយគួរតែត្រឡប់ទៅវិញបានហើយនៅស្ដាប់មិននិយាយចុះហាក់បីដូចជាមិនបានជួយគិតដល់ខ្ញុំបន្តិចសោះឡើយហើយចុះឲ្យម៉ែនីងជួយគិតស្អីទៀតដែរទៅខ្ញុំនេះណាពិតជាមិនចង់ឲ្យមានអ្នកណាម្នាក់ចូលមកដណ្ដើមការស្រឡាញ់របស់លោកប៉ាពីខ្ញុំបាននោះទេទៅហាមចិត្តរបស់លោកមិននឹងកើតទៅព្រោះអ្វីដែលលោកបានធ្វើគឺសុទ្ធតែមានហេតុផលតែទាំងអស់ហ្នឹងក្រែងលោកបានបញ្ជាក់ប្រាប់កូនអស់ហើយតាមែនទេនិយាយអីនេះខ្ញុំដូចជាមិនយល់ទេហេតុអីក៏មិនសម្រេចទៅដើម្បីឲ្យខ្ញុំនេះជឿខ្លះផងអ្នកមីងតែគេម្នាក់នោះត្រូវជាស្អីជាមួយនឹងលោកប៉ានីសាដែរទៅជាកូនប្រពន្ធចឹងរបស់លោកអ៊ំមែនទេកុំនិយាយបែបនេះណាលោកប្រុសគាត់មិនចូលចិត្តរឿងប្រពន្ធចុងប្រពន្ធដើមអីទេក្មួយរត់នេះគឺគ្រាន់តែជាកូនមិត្តភក្តិរបស់លោកប្រុសតែប៉ុណ្ណឹងឯងជាកូនមិត្តភក្តិចុះហេតុអីក៏និសានិយាយថាមិនចង់ឲ្យមានអ្នកណាចូលមកដណ្ដើមការស្រឡាញ់ពីលោកអ៊ំវិញនោះបើគ្រាន់តែជាកូនមិត្តភក្តិធ្វើម៉េចនឹងលោកស្រឡាញ់ជាងកូនរបស់ខ្លួនឯងទៅប្រហែលជានីសាណាកំពុងតែគិតខុសនឹងឯងគិតថានឹងមកអុកលោកឲ្យដល់ទីបំផុតតែបែរជាលោកប៉ាមកជួយធ្វើអន្តរាគមន៍ទៅវិញបានផ្ញើទុកមួយឥឡូវសិនចុះអ្នកកំឡោះមុខសុភាពកូនតែមានថ្ងៃណាមួយដល់ខ្ញុំនេះត្រូវតែចិញ្ច្រាំនេះឲ្យបានទេមានអារម្មណ៍យ៉ាងម៉េចដែរទៅនៅពេលដែលលោកនាយកបានដោះស្រាយអំពីរឿងវិវាទគ្នាហើយនោះនៅនេះនីសាណាប្រហែលជាមិនសប្បាយចិត្តនោះទេហើយក៏ប្រហែលជាកាន់តែមិនចូលចិត្តមុខគ្នាទៀតនៅពេលដែលបានដឹងថាគ្នាជាអ្នកណានោះហើយចាប់ពីពេលនេះតទៅតើឯងត្រូវគិតយ៉ាងម៉េចដែរទៅមានតែគិតយ៉ាងម៉េចមានតែខិតខំធ្វើការដដែលនឹងឯងហើយមានតែកិច្ចឲ្យឆ្ងាយពីមុខនាងនីសាទៅជាការស្រេចបាត់ទៅហើយណែចុះរឿងដែលលោកនាយកបានមានប្រសាសន៍ចង់ឲ្យឯងទៅនៅជាមួយគាត់នោះយ៉ាងម៉េចទៅហើយគឺប្រហែលជាអត់ទេពីព្រោះដូចជាមិនបានលើកគាត់និយាយអីផងតែបើមិនវិញនោះតើឯងត្រូវគិតយ៉ាងម៉េចដែរទៅគឺប្រហែលជាដាក់មានប្រូចនឹងឯងតែវាគ្មានថ្ងៃបែបនោះទេឲ្យតែមានអាការស្នាក់នៅទីនេះទៅនឹងវាប្រសើរណាស់ទៅហើយល្អហើយនេះណាបើកុំទៅលោកនាយកមកតន់
ម្លេះឯងនេះប្រហែលជាដាក់មេប្រូចបាត់ហើយ